បងប្អូនទាំងអស់គ្នាសុទ្ធតែធ្លាប់បានឃើញបានដឹងបានស្គាល់នៅព្រះពុទ្ធរូបតាមទីវត្តអារាមនានានៅក្នុងប្រទេសកម្ពុជាតើបងប្អូនធ្លាប់ដឹងទេថាតើព្រះពុទ្ធរូបមានដើមកំណើតមកពីណាតើគេបានយកលក្ខណៈសម្គាល់អ្វីខ្លះដើម្បីមកឆ្លាក់ជារូបចម្លាក់ព្រះសម្មាសម្ពុទ្ធវីដេអូនេះនឹងមានរៀបរាប់ជូនបងប្អូនដូចខាងក្រោមព្រះពុទ្ធបានប្រសូតនៅឆ្នាំ633មុនគ្រិស្តសករាជនៅក្នុងសួនច្បារដ៏ល្បីល្បាញមួយនៃលំភិនីប្រទេសឥណ្ឌាសព្វថ្ងៃត្រូវនឹងប្រទេសស្រីលង្កាព្រះអង្គបានរៀបអភិសេកជាមួយព្រះនាងពំពីមានបុត្រមួយអង្គឈ្មោះរាហុលព្រះសិទ្ធត្ថៈធំឡើងនៅក្នុងសាសនាព្រាហ្មណ៍ដែលមានជំនឿលើព្រះហ៊ុំព័ទ្ធដោយប្រព័ន្ធវណ្ណៈការរើសអើងវិសមភាពស្ត្រីនិងបុរសអ្នកជំនួញអ្នកស្រែចម្ការដោយប្រការនេះហើយទើបព្រះអង្គមានហឫទ័យចង់កែប្រែភាពដ៏ល្អកកសង្គមដែលព្រះអង្គចាត់ទុកជាអំពើអយុត្តិធម៌ក្រោយព្រះអង្គសម្រេចការត្រាស់ដឹងចំណេះដឹងដំបូងគេដែលទ្រង់បានបង្រៀនទៅសាវកបញ្ចវិគីទាំង5មានទុក្ខសច្ចៈសមុទអរិយសច្ចៈនិរោធអរិយសច្ចៈមគ្គសច្ចៈក្នុងសាសនាព្រះអង្គមានប្រជាប្រិយភាពយ៉ាងខ្លាំងដោយសារវណ្ណៈណាក៏ដោយនៃសាសនាចាស់សិតតែអាចគោរពដើរតាមមាគ៌ាពន្លឺព្រះពុទ្ធសាសនាបានគ្រប់គ្នាដូច្នេះទើបអ្នកជំនួញព្រាហ្មណ៍មួយចំនួនបានចូលរួមបរិច្ចាគទ្រព្យសម្បត្តិរបស់ខ្លួនក្នុងសាសនាដូចដែលយើងធ្លាប់បានស្ដាប់ការនិទានចេញពីឱវាទព្រះសង្ឃក្នុងពិធីបុណ្យផ្សេងៗតាមបែបខ្មែរព្រះសមណគោតមបានចូលទីវង្គតនៅឆ្នាំ543មុនគ្រិស្តសករាជមកដល់ដើមសតវត្សទី1នៃគ្រិស្តសករាជអស់កាលជាង600ឆ្នាំទើបមានព្រះពុទ្ធរូបកើតឡើងនៅប្រទេសឥណ្ឌាដំបូងឡើយប្រជាជនឥណ្ឌាមិនបានឆ្លាក់បដិមាព្រះពុទ្ធដោយផ្ទាល់ឡើយគ្រាន់តែមានចម្លាក់នៅលើរបងនៃចេតិយរបស់ព្រះមហាក្សត្រដែលបានចូលទីវង្គតដោយឆ្លាក់អំពីរឿងព្រះពុទ្ធប្រវត្តិសម្បូរមានជាងគេនៅក្នុងរាជព្រះបាទអសោកស្ដេចអសោកដែលសោយរាជ្យនៅកំឡុងឆ្នាំ268មុនគ្រិស្តសករាជជាអ្នកគោរពប្រតិបត្តិពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួនព្រះអង្គបានបញ្ជាឲ្យគេចារឹកអក្សរជាច្រើនកន្លែងទាក់ទងអំពីពុទ្ធសាសនាហើយរូបចម្លាក់ទាំងអស់នោះក៏មិនបានបង្ហាញរូបភាពព្រះសម្មាសម្ពុទ្ធផ្ទាល់ដោយគេគ្រាន់តែបង្ហាញឈុតឆាកមួយចំនួនក្នុងរឿងពុទ្ធប្រវត្តិជាឧទាហរណ៍ពេលដែលព្រះពុទ្ធបានត្រាស់ដឹងនៅក្រោមដើមពោធិព្រឹក្សគេបានឆ្លាក់រូបបល្ល័ង្កសម្គាល់ថាជាព្រះពុទ្ធត្រង់ឈុតឆាកដែលទ្រង់សម្ដែងធម៌ទេសនាប្រោះបញ្ចវិគីទាំង5គេតំណាងរូបជាធម្មចក្រនៅពេលទ្រង់យាងចុះពីឋានសួគ៌គេឆ្លាក់ជារូបព្រះបាទទាដោយមិនទាន់មានរូបបដិមាក៏កើតនៅឡើយទេរហូតដល់សតវត្សទី1នៃគ្រិស្តសករាជទើបមានកកើតព្រះពុទ្ធរូបឡើងដោយគេពឹងផ្អែកទៅលើលក្ខណៈសម្គាល់3សំខាន់ដើម្បីឆ្លាក់ព្រះពុទ្ធរូបដែលបានចូលទីវង្គតអស់កាល600ឆ្នាំមកហើយផ្នែកទី1គឺគេបានពឹងផ្អែកទៅលើគម្ពីរមហាបុរសដែលដកស្រង់ផ្នែកខ្លះនៃចំនួន32ប្រការនៃព្រះសម្មាសម្ពុទ្ធធ្វើជាមូលដ្ឋានក្នុងការឆ្លាក់ដោយព្រះអង្គមានត្រចៀកវែងមានប្រជុំចិញ្ចើមមានប្រហោះនិងព្រះបាទទាមានរូបកងចក្រគេមិនបានដកស្រង់ផ្នែកទាំង32មកឆ្លាក់ទេព្រោះផ្នែកខ្លះបើគេបញ្ចូលឆ្លាក់អាចធ្វើឲ្យព្រះពុទ្ធបដិមាមានលក្ខណៈមិនសមសួនផ្នែកទី2គេបានបន្ថែមភ្នួងព្រះកេសាដែលញែកព្រះពុទ្ធនិងសាវកទាំងឡាយដែលគ្មានកេសាតាំងពីសម័យបុរាណមកម្ល៉េះអ្នកខ្លះជឿថាព្រះពុទ្ធមានព្រះកេសាឯអ្នកខ្លះទៀតជឿថាទ្រង់ពុំមានព្រះកេសាទេគេគិតថាទ្រង់បានកោរព្រះកេសាដោយសាវកទ្រង់ដែរផ្នែកទី3គឺគេយករចនាបថតាមបែបក្រិចរ៉ូម៉ាំងដោយរូបព្រះពុទ្ធ
សម័យឥណ្ឌាបុរាណមានលក្ខណៈដូចមនុស្សពិតៗដែរនេះជាឥទ្ធិពលរបស់ពួកកិច្ចរ៉ូម៉ាំងដែលយើងបានឃើញស្បង់ចីវរទ្រង់មានលក្ខណៈបត់ចុះបត់ឡើងតាមរបៀបធម្មជាតិមិនមានរបៀបរៀបរយក្រៅពីនេះគេក៏បានបន្ថែមនៅឆពាន់រាំងសីឬផ្នែកដែលមានពន្លឺនៅខាងក្រោយរបស់ព្រះពុទ្ធទៅតាមអទិទេពកិច្ចរ៉ូម៉ាំងផងដែរដោយសារឥណ្ឌាទទួលរងឥទ្ធិពលនៃការវាយប្រហារពីពួកកិច្ចរ៉ូម៉ាំងដូច្នេះផ្នែកធំមួយនៃឥទ្ធិពលឥណ្ឌាទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីពួកកិច្ចរ៉ូម៉ាំងហើយក្រោយមកទៀតកម្ពុជានៃសម័យក្រោយៗយើងក៏ទទួលរងឥទ្ធិពលតាមបែបឥណ្ឌាដែរដូច្នេះទើបយើងឃើញព្រះពុទ្ធដែលយើងបានឃើញដូចសពថ្ងៃនេះ